ពោបន្ទាប់ពីចាក់គ្រូក្រហមនេះតែទឹកដីវត្តព្រៃខ្ពស់ចាក់គ្រូក្រហមនេះគឺនៅមុខមេនកន្លែងបូជាសពហើយចាក់កន្លែងនេះថ្មចាក់អស់7ឡានបងហើយនេះ1ឡាន250000រៀលស្មើនឹង$62កន្លះបងចាក់កន្លែងនេះគឺ7ឡានញោមចាក់ដីឆ្នាំនេះថ្មចាក់ដល់500ឡាន1ឡានអានឹងមិនមែនគ្រូក្រហមទេអានឹង1ឡាន20000បាទហើយបន្តមកធ្វើចណ្ដៅចុះស្ទឹងហើយការចាក់នេះគឺថ្ងៃទី20នោះគឺបានតែ7កម្មទេញាតិញោមដោយសារអស់គ្រោះខ្សាច់ស៊ីម៉ង់ថ្មដល់ពេលអស់ចឹងទៅអាត្មាអត់ហ៊ានជឿគេទេអត់ហ៊ានជឿគេទៀតក៏ឲ្យក្រុមជាងនឹងសម្រាប់ចណ្ដៅចុះស្ទឹងនេះគឺមាន24កម្មបាទទឹកតឹង4ម៉ែត្រដណ្ដោយដល់លើ2ដណ្ដប់ម៉ែត្របាទហើយចាក់មួយកណាត់ក្រោមនេះបានតែមួយកណាត់ក្រោមនេះទេហើយផុតពីខែនេះទៅប្រហែលជាទឹកឡើងហើយសង្ឃឹមថាញោមដែលបានទស្សនាទេណាជួយ like ជួយ share comment ចុច follow ម្នាក់មួយណាហើយក៏ជួយចែករំលែកបន្តបងបានព័ត៌មានឬ clip វីដេអូនេះបានដល់ញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងក្នុងក្រៅប្រទេសហើយញាតិញោមមានសទ្ធាចង់បំពេញបុណ្យកុសលក្នុងការកសាងស្ពានកសាងចិន្តាចុះស្ទឹងនៅទឹកដីវត្តចម្ពូរូបខាវណ្ណារាមហៅវត្តព្រៃខ្ពស់បងភូមិព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងហើយក្រុមជាងចាក់នេះចាក់តាំងពីថ្ងៃទី20ព្រោះឲ្យคลิปវីដេអូនេះអាត្មាទៅបន្តតភ្ជាប់ធ្វើនៅថ្ងៃទី23បងខែមីនាឆ្នាំ2026ហើយដែកមកប្រើ100ដើមហើយមានបងប្អូនខ្លះថាមើលទៅដូចអំបិលបាទបើអាត្មាគុណជីគីបវាបើគិតជីគីបណាបាទវាចូល70គីបហ្នឹងណាអញ្ចឹងប្រើស្មងច្រើនញោម5-6តោនបានពេញនៅចិន្តាហ្នឹងបងហើយប្រកាន់ដៃបានអីបានតែត្រឹម2ត្រឹមកណ្ដាលញោមនេះលើនេះនៅទាំងអស់បងគេណាចាក់សាបអាក្រោមរួចហើយបើនៅខាងលើបងនេះដែកប្រើដែក12 10លី6លីគឺនឹងពួតជាកងសសបងហើយទឹកស្ទឹងគឺចាក់ចិត្តដល់បាតស្ទឹងដែរញោមចណ្ដាលហ្នឹងហើយការធ្វើចណ្ដាលនេះទី1កាលណាធ្វើបុណ្យណាខែរដូវបុណ្យលយប្រទីបណាញាតិញោមបងណាលយប្រទីបយើងអាចណាចុះចណ្ដាលនឹងបានស្រួលទី1ទី2ញាតិញោមពុទ្ធបរិស័ទចង់ធ្វើបុណ្យលែងត្រីបងក៏អាចណាលែងបានយើងមានចណ្ដាលបងចឹងសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងក្នុងនិងក្រៅប្រទេសដែលបានទស្សនាតាមคลิปវីដេអូនេះចូលរួមកសាងតាមកម្លាំងសទ្ធាបងហើយនៅក្នុងរោងនេះបងតស10ដើមហើយញោមម៉ាក់នួនឧត្តរបញ្ញានៅសហរដ្ឋអាមេរិកគាត់ចូលរួមតសមួយដើមគ្រោះ1ឡានសង្កសីណាចូលរួមសង្កសីប្រក់ពីលើនឹងឯងបងហើយបន្តក្រុមជាងកន្លែងនេះគឺអាត្មាទាញមកបន្តនៅកន្លែងស្ពានចុះស្ទឹងបងអរគុណញោមញាតិប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសដែលបានជួយ like ជួយ share ចែករំលែកចុច follow ម្នាក់មួយសូមប្រសិទ្ធពរជ័យសិរីសួស្តីវិបុលសុខគ្រប់ប្រការ
ញោមញាតទាំងស្រីទាំងប្រុសទាំងក្នុងនិងក្រៅប្រទេសសូមឲ្យឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីឈ្មោះនាងរារាខ្យាទេវីទេណានាងរាកខ្យាទេវីទេណាភ្លេចបាត់ហើយញោមភ្លេចឈ្មោះទេវតាឆ្នាំថ្មីឲ្យពរឲ្យជ័យសិរីសួស្តីវិបុលសុខគ្រប់ប្រការដោយញោមញាតប្រុសស្រីទាំងអស់ទៀតណាសូមឲ្យមានតែសុខភាពល្អរកស៊ីមានបានតិចតិជុំសុខដុមរមនាសូមអនុមោទនា